សួស្តីបងប្អូនអរគ្នាខេតអញ្ចឹងវីដេអូថ្ងៃនេះគឺយើងមកតមេរៀនរបស់យើងគឺមេរៀនទី17កម្រិត1ទាំងអស់គ្នាចាអញ្ចឹងនៅក្នុងមេរៀនទី17របស់យើងគឺមានចំណងជើងថា Sachinel Chikchimaseo សូមកុំថតរូបអូខេតឥឡូវយើងមើលប្រធានបទរបស់យើងទី1គឺ Chuje ចា Konggong Changso កន្លែងសាធារណៈទី2 Ofiwa មុនប៉បពាក្យនិងវេយ្យាករណ៍ Konggong Changso ហើយនិង Konggong Changso Eso Hanen Il ចាបានន័យថាការឬក៏រឿងដែលធ្វើនៅកន្លែងសាធារណៈហើយមុនប៉បរបស់យើងមាន2ចាមុនប៉បទី1គឺមញងសាអ៊ឺរ៉ូផាំងហាំងបង្ហាញអំពីទិសដៅដែលមានន័យថាឆ្ពោះទៅចាហើយនឹងធុងសាជីម៉ាសេអូសុំកុំទី3 Faldong សកម្មភាពនិយាយអំពី Kill Mutko Thapaki ការឆ្លើយហើយនឹងការសួរអំពីផ្លូវគងគងឆាំងសូអេគឹមជីភយោជីអ៊ីគីការអានផ្លាកសញ្ញាហាមនៅកន្លែងសាធារណៈចាទី4មុនផាវ៉ាឆុងបូវប្បធម៌និងព័ត៌មាននិយាយអំពីហាន់គូកេខុងខុងយេចលសុជីវធម៌សាធារណៈរបស់ប្រទេសកូរ៉េអូខេតើអញ្ចឹងបន្ទាប់មកទៀតគឺយើងនឹងរៀនអំពីពាក្យទី1ចាពាក្យរបស់យើងអូខេតើឥឡូវយើងមើលទាំងអស់គ្នាប្រយោគខាងលើគេនិយាយថាអឌីអេខាយ៉ូតើទៅណាមួសិលហាល់កូអេយ៉ូតើនឹងធ្វើអ្វីចាភូគីឧទាហរណ៍អឌីអេខាយ៉ូតើអ្នកទៅណាមួសិលហាល់កូអេយ៉ូតើនឹងធ្វើអ្វីចាអញ្ចឹងណាំចានេះគឺគាត់ទៅណាដែរអ៊ុនហេងេខាយ៉ូទៅធនាគារហាន់ចន់ហាល់កូអេយ៉ូនិងបដូរលុយចាហាន់ចន់ហាដាបដូរលុយបដូរប្រាក់អូខេតើឥឡូវយើងមើលពាក្យរបស់យើងទាំងអស់គ្នារូបភាពទី1ពាក្យទី1ផេខ្វាចំបានន័យថាផ្សារទំនើបសនមូរិលសាដាទិញកាដូចាជូឆាចាំងកន្លែងចតឡានជូឆាហាដាចតឡានផាក់មូលខ្វាន់សារមន្ទីរយកសាខុងមូរិលហាដារៀនពីប្រវត្តិសាស្ត្រកងឆាលសប៉ូប៉ូលីសគុកជេអ៊ុនចនមានហជើងើលផាតាទទួលបានបាក់បោអន្តរជាតិជូមីនសេនថមជ្ឈមណ្ឌលសហគមន៍ឬក៏មជ្ឈមណ្ឌលពលរដ្ឋចាជូមីនសេនថស៊ូយ៉ងផាណេถึงនកខាដាចុះឈ្មោះចូលរៀនថ្នាក់ហែលទឹកចាបន្ទាប់មកអ៊ូឆេគុកប្រៃសនីសូផូឬភូណេដាផ្ញើកញ្ចប់អីវ៉ាន់ចាអញ្ចឹងពាក្យទី1របស់យើងពីប៉ុណ្ណេះបន្ទាប់មកយើងមើលវេយ្យាករណ៍បងប្អូនអរគ្នាវេយ្យាករណ៍របស់យើងគឺមញងសាអ៊ឺរ៉ូផាំងហាំងគេដាក់ក្នុងវងកញ្ចក់នេះផាំងហាំងគឺគេចង់បានន័យថាទម្រង់អ៊ឺរ៉ូរបស់យើងឡើយនេះមានន័យថាឆ្ពោះទៅយើងប្រើនៅក្នុងទម្រង់និយាយអំពីទិសដៅចានាមអ៊ឺរ៉ូចាឆ្ពោះទៅនាមកន្លែងនេះគឺមញងសាចាអញ្ចឹងយើងមើលអត្ថន័យរបស់យើងគេថាអ៊ីដងអេមុខចកជីណាផាំងហាំងឡាថាណែលតេសាយ៉ុងហេអូចាអញ្ចឹងអ៊ីដងនេះបានន័យថាបំលាស់ទីចាមុខចកជីគោលដៅអ៊ីណាផាំងហាំងនេះទិសដៅចាណាថាណែលតេនៅពេលដែលបង្ហាញសាយ៉ុងហេអូប្រើប្រាស់អញ្ចឹងនៅក្នុងទម្រង់អ៊ឺរ៉ូរបស់យើងគេប្រើប្រាស់នៅពេលដែលបង្ហាញអំពីទិសដៅឬក៏គោលដៅធ្វើដំណើរចាអញ្ចឹងបង្ហាញអំពីទិសដៅចាកាលពីមេរៀនមុនអ៊ឺរ៉ូយើងធ្លាប់រៀនម្ដងហើយអ៊ឺរ៉ូនេះគឺយើងប្រើមានន័យថាដោយដូចថាយើងដោយធ្វើដំណើរដោយមធ្យោបាយអីមួយដោយកង់ដោយម៉ូតូដោយឡានអីអញ្ចឹងអាហ្នឹងគឺយើងប្រើជាមួយនឹងអ៊ឺរ៉ូដែរចាប៉ុន្តែអ៊ឺរ៉ូរបស់យើងថ្ងៃនេះគឺយើងនិយាយពីទិសដៅវិញម្ដងចាដូចថាយើងឆ្ពោះទៅណាចាទៅលើទៅឆ្វេងទៅស្ដាំអីអញ្ចឹងទៅណាអូខេតឥឡូវយើងមើលរបៀបនៃការប្រើប្រាស់ជាមួយនឹងទម្រង់អ៊ឺរ៉ូទាំងអស់គ្នាចាអញ្ចឹងយើងមើល slide ខាងស្ដាំនេះគេថាផាត់ឈីមីស៊ឺតេនៅពេលដែលនាមមានជើងគឺយើងត្រូវប្រើជាមួយនឹងអ៊ឺរ៉ូចាដូចជាពាក្យថាវេនជុកចាអញ្ចឹងវេនជុកមានន័យថាខាងឆ្វេងយើងមើលវេនជុករបស់យើងគឺបញ្ចប់ដោយព្យញ្ជនៈអញ្ចឹងយើងត្រូវប្រើជាមួយនឹងអ៊ឺរ៉ូទៅជាវេនជុកគឺរ៉ូចាឆ្ពោះទៅខាងឆ្វេងសាំឈឹងអ៊ឺរ៉ូចាឆ្ពោះទៅជាន់ទី3ចាខុងវ៉ុនសួនច្បារចាអញ្ចឹងមានជើងយើងប្រើជាមួយអ៊ឺរ៉ូទៅជាខុងវ៉ុនអ៊ឺរ៉ូចាឆ្ពោះទៅសួនច្បារបន្ទាប់មកទៀតផាត់ឈីមអបស៊ឺតេចាបានន័យថានៅពេលដែលនាមរបស់យើងគឺបញ្ចប់ដោយស្រៈវិញម្ដងចាដូចជាពាក្យអីគេបើបញ្ចប់ដោយស្រៈយើងត្រូវប្រើជាមួយនឹងរ៉ូចាដូចជាពាក្យថាអារ៉េខាងក្រោមអញ្ចឹងគឺអារ៉េរ៉ូចាឆ្ពោះទៅខាងក្រោម
학교로 자 tới ឈ្មោះទៅសាលារៀន 위로 ឈ្មោះទៅខាងលើចាអញ្ចឹងនៅក្នុងទម្រង់រីអ៊ឺលរបស់យើងនេះក៏មានករណីប្រែប្រួលដែរបងប្អូនគឺករណីប្រែប្រួលជាមួយនឹងរីអ៊ឺលចារីអ៊ឺល full cuchic គ្រប់នាមទាំងឡាយណាដែលបញ្ចប់ដោយព្យញ្ជនៈរីអ៊ឺលបងប្អូនទាំងអស់គ្នាត្រូវចំណាំចាគឺយើងអត់ដាក់អ៊ឺរ៉ូឯណាជាទូទៅបើសិនមកបញ្ចប់ដោយព្យញ្ជនៈយើងប្រើអ៊ឺរ៉ូប៉ុន្តែបើសិនជាព្យញ្ជនៈរីអ៊ឺលគឺយើងអត់ប្រើរីអ៊ឺរ៉ូឯបងប្អូនអរគ្នាយើងគ្រាន់តែដាក់រ៉ូតែម្ដងអញ្ចឹងដូចជាពាក្យថា Kyosil គឺទៅជា Kyosilo មិន Kyosil អ៊ឺរ៉ូឯណាបងប្អូនយើងត្រូវចំណាំ Kyosilo ចាឈ្មោះទៅបន្ទប់រៀនអូខេតឥឡូវយើងមកមើលឧទាហរណ៍នៅក្នុងសភៅរបស់យើងវិញម្ដងចា주차장 이 어디에 있어요?តើកន្លែងចតឡានមាននៅឯណាដែរ 건물 뒤에 있어요. 오른쪽으로 가세요. ចាគឺមាននៅខាងក្រោយអគារសូមឆ្ពោះទៅខាងស្ដាំ 오른쪽으로 가세요. 예문ឧទាហរណ៍ 수영판 등록은 어디에서 해요?ចាអញ្ចឹង 수영판 등록은 어디에서 해요? តើការចុះឈ្មោះហ្នឹងចុះឈ្មោះថ្នាក់ហែលទឹកហ្នឹងតើគេធ្វើនៅកន្លែងណាដែរចាតើការចុះឈ្មោះ등록នេះចុះឈ្មោះបងប្អូនអរគ្នា등록ខាដាចាតែឡើយនេះជា등록បែបនេះគឺមានន័យថានាមអញ្ចឹងបានន័យថាការចុះឈ្មោះថ្នាក់ហែលទឹក 어디에서 해요? តើធ្វើនៅកន្លែងណា 저기 사무실에서 해요. ចាគឺធ្វើនៅការិយាល័យទីនោះ 왼쪽으로 가세요. សូមទៅខាងឆ្វេងចា 식당은 7층에 있어요. 위로 올라가세요. ភោជនីយដ្ឋានគឺមាននៅជាន់ទី7សូមឆ្ពោះទៅខាងលើចាអូខេហើយខាងក្រោមនេះគឺយើងបានមើលរួចហើយបងប្អូនយើងបាច់មើលទេកន្លែងនេះចាគាត់លក្ខណៈនៃការប្រើប្រាស់រ៉ូហើយនិងអ៊ឺរ៉ូអូខេបន្ទាប់មកទៀតយើងមើលភោគសៀបរបស់យើងបងប្អូនអរគ្នាចា 무엇을 할 거예요? តើនឹងធ្វើអ្វី 어디에 있어요? មាននៅឯណា 이야기 해보세요. សូមសាកល្បងនិយាយអញ្ចឹងកន្លែងនេះភូគីគេឲ្យឧទាហរណ៍របស់យើងមួយដើម្បីជាគំរូសម្រាប់យើងធ្វើខាងក្រោមមាន1 2 3បងប្អូនឥឡូវយើងមើលភូគីរបស់យើងសិនគេឲ្យរូបភាពហើយគេឲ្យពាក្យថាអូនចនមយនហជើងលផាត់តាទទួលបានបើកបរចាអូរិនជុកនេះគេគឺខាងស្ដាំចាឥឡូវគេសួរថា ODS អូនចនមយនហជើងលផាត់តាយោតើអាចទទួលបានបើកបរនឹងនៅកន្លែងណាដែរអញ្ចឹងណាមចានេះគាត់ថាឆគីអូរិនជូគូរ៉ូខាសេអូចាសូមឆ្ពោះទៅខាងឆ្វេងសូមឆ្ពោះទៅខាងស្ដាំដែលមាននៅទីនោះចាអូខេអញ្ចឹងទី1គឺដូចគ្នាបងប្អូនយើងសាកធ្វើឡើងនេះមកយើងគ្រាន់តែយកពាក្យនេះស៊ូមកចាគឺខ្វ៉ាអ៊ីរលចាយើងអាចថា OD ចា OD에서 과일을 사요 ចាយើងយកពាក្យនេះមកហើយបន្ទាប់មកយើងឆ្លើយជាមួយនឹងពាក្យបន្ទាប់នេះគឺ지하 1층ចាអញ្ចឹងយើងអាចនិយាយថា지하 1층으로 가세요 ហើយកន្លែងនេះបងប្អូនសាកធ្វើខ្លួនឯងកន្លែងទី2ហើយនិងទី3អូខេបងប្អូនសាកធ្វើអត់មានអីពិបាកទេយើងគ្រាន់តែធ្វើតាមគំរូរបស់យើងខាងលើហើយយើងដាក់តែពាក្យនៅក្នុងរូបភាពរបស់យើងនេះមកគឺបានហើយបន្តមកទៀតគឺយើងរៀនពាក្យទី2ចាពាក្យទី2របស់យើងអូខេយើងមើលទាំងអស់គ្នាតើតកតងនឹងអ្វីដែរ 공원에서 사람들이 무엇을 해요? តើមនុស្សទាំងអស់ហ្នឹងគឺបានធ្វើអ្វីនៅសួនច្បារចាយើងមើលកន្លែងនេះរូបភាពនេះគឺជូឆាចាំងចាជូឆាចាំងកន្លែងចតឡានចាអញ្ចឹងជូឆាហាដាចតឡាន잔디 밭에 들어가다 ចាអញ្ចឹងឆាន់ឌីផាត់នេះបានន័យថាវាលស្មៅនៅក្នុងសួនណាបងប្អូនគឺគេមានកន្លែងវាលស្មៅហ្នឹងគេហៅថាឆាន់ឌីផាត់ 들어가다 ចូលទៅចាអញ្ចឹងចូលទៅឬក៏ចូលក្នុងវាលស្មៅ 꽃을 만지다 ចា 꽃을 만지다 បានន័យថាបេះផ្កា 쓰레기를 버리다 បោះចោលសំរាម 뛰다 រត់ចា 사진을 찍다 ថតរូបហើយនៅពាក្យចុងក្រោយ 담배를 피우다 ចា 담배를 피우다 ជូបបារីអូខេអញ្ចឹងមេរៀនទី17របស់យើងគឺយើងរៀនប៉ុណ្ណេះបងប្អូនអរគ្នាចាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត
មេរៀនទី17ភាគ2ចាអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានឬក៏ទស្សនាវីដេអូហើយនឹងចូលចិត្តវីដេអូមើលរហូតពីដើមរហូតដល់ចប់ចាអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ